សិក្សាអំពី border cell border cell គឺជាបន្ទាត់ជុំវិញ cell ដែលអាចជ្រើសរើសបាននៅ mode បន្ទាត់និងកម្រាស់បន្ទាត់និងពណ៌បន្ទាត់តោះអញ្ចឹងយើងមើលការប្រើប្រាស់ទី1គឺយើងមើលក្នុងតារាងយើងហ្នឹងអត់តមានអីទេអញ្ចឹងយើង select មកឧទាហរណ៍ខ្ញុំចង់បានប៉ុណ្ណឹងអញ្ចឹង select cell ហ្នឹងសិនរួចយកពាក្យ home រួចយើងមើលនេះនៅក្នុង font group នេះ click លើមក mode border ហ្នឹងមកឧទាហរណ៍ខ្ញុំ click ចិត្ត mode នេះអញ្ចឹងពេលហ្នឹងវាដាក់តែបន្ទាត់ក្រោមមួយទេអញ្ចឹងយើងមើល select ត្រឹមហ្នឹងតទៀតយើង click លើ mode នេះវិញអញ្ចឹងវាដាក់តែខាងលើនេះមួយទៀតណាអញ្ចឹងបានន័យថាមិនយើងដាក់ក្រោមមកឥឡូវដាក់លើទៀតអញ្ចឹងវាលើពីរចេះឬក៏យើងចង់ដាក់មកជុំតែម្ដងយើងមើល mode វានេះមានស្រាប់ហើយគឺនេះ all border អញ្ចឹងពេលហ្នឹង click មកទាំងអស់ចេះតែម្ដងឬពេលយើង click លើហ្នឹងវិញយើងយកពាក្យថា no border អញ្ចឹងអត់មាន link ទេអញ្ចឹងអាកាឡាស្ដើងហ្នឹងគឺអត់មានទេអញ្ចឹងយើងចង់ដឹងមានឬមិនមានយើងចុចលើនេះ print preview នេះអញ្ចឹងមានថាអត់មានតែម្ដងបាទអញ្ចឹងយើងសាកបាទ VN ចូលមកអញ្ចឹងយើងមើល print preview នេះអត់តមានអីសោះមានតែ annotate នេះតែម្ដងអញ្ចឹងយើងចុច home មកវិញរួចយើង select លើនឹងតទៀតរួចយើង click លើនឹងមកបាទអញ្ចឹងភាគច្រើននេះគឺ mode ស្រាប់ដែលយើងជ្រើសរើសយើងពេញចិត្ត mode ក្រាស់អញ្ចឹងយក mode ហ្នឹងមកចេញ mode ក្រាស់អញ្ចឹងឬក៏យើងមើលរបៀបទី2គឺយើងចូលបាទ select cell ហ្នឹង home font dialog ហ្នឹងរួចយក border tab រួចជ្រើសរើសបាទតោះអញ្ចឹងយើង select លើហ្នឹងមករួចនេះចុចលើបាទរួចចុចនេះ border រួចជ្រើសរើសយកតែម្ដងចឹងមើលណាននេះគឺអត់ទាំងអស់តែម្ដងអញ្ចឹងយើងដាក់ box ចេះវាមកវិញទាំងអស់បន្តមកទៀតគឺយើងមើលដំបូងគេផុតគឺ style នេះណាអញ្ចឹងយើងចង់បាន mode 2ជាន់ហើយយើងដាក់ក្រៅចង់បានបាទមួយជាន់យើងដាក់ក្នុង insert យ៉ាងមករួចចុច OK អញ្ចឹងចេញ mode ហ្នឹងមកតែម្ដងឬក៏យើង select លើហ្នឹងមកយើងអាចចូលតាម font ហ្នឹងទៀតនៅក្នុង border ហ្នឹងដដែលគឺយើងអាចបាទដាក់វាឧទាហរណ៍ថាខ្ញុំចង់បាន mode បាទនេះក្រាស់នេះនៅខាងក្រោមបាទហើយនឹងនៅខាងលើអញ្ចឹងអានេះ2ជាន់អានេះលើកដាលគឺដោះ mode នេះចោលយក mode ចុចវិញអញ្ចឹងខ្ញុំយក mode ចុចចេះសិនរួចដាក់ប្រឡោះកដាលអញ្ចឹងវាចេញ mode អញ្ចឹងរួចចុច OK មកអញ្ចឹងពេលហ្នឹងវាចេញ mode ចេះឲ្យយើងហើយឬក៏យើងមើលក្នុងហ្នឹងតទៀតយើងសិតតែអត់ពេញចិត្តទាំងអស់គឺយើងអាចនៅក្នុង border នេះយើងមើលពណ៌នេះឧទាហរណ៍ខ្ញុំរើសពណ៌ឲ្យមួយឧទាហរណ៍ពណ៌ក្រហមអញ្ចឹងបន្តខាងលើនេះសិតពណ៌ក្រហមទាំងអស់អញ្ចឹងឧទាហរណ៍ខ្ញុំคลิกលើម៉ូដកម្រាស់នេះគឺក្រហមបាទមកជុំយ៉ាងមកបន្តមកទៀតគឺយកពណ៌ខៀវម្ដងបាទរួចយកខាងក្នុងរួចចុចអូខេអញ្ចឹងពេលហ្នឹងវាចេញម៉ូដចឹងមកតែម្ដងអញ្ចឹងយើងមើលតទៀតឧទាហរណ៍យើងត្រូវការបន្តបញ្ឆិតវិញអញ្ចឹងយើងคลิกលើម៉ូដហ្នឹងមករួចចុចលើបាទ font ហ្នឹងដដែល border នេះរួចយើងដាក់នេះវិញបញ្ឆិតអញ្ចឹងណារួចចុចអូខេអញ្ចឹងពេលហ្នឹងចេញម៉ូដបញ្ឆិតហើយអញ្ចឹងក្នុងនេះគឺយើងคลิกលើនឹងមកយើងអាចតម្រឹមវាខាងស្ដាំនេះអញ្ចឹងពេលហ្នឹងវាអក្សរជាមច្ឆិតចេះហើយឬក៏យើងអាចវាយមកឧទាហរណ៍ថា D បាទរួចហើយយើងចុច Alt Enter រួចហើយយើងវាយ N អញ្ចឹងវាចេញម៉ូដចេះវិញអញ្ចឹងយើងមានតែលេខឲ្យស្មើគ្នាគឺយើងទី1យើងដូរឆ្វេងចេះសិនតមកទៀតយើងคลิกលើ2ដងរួចហើយដក click N ចាអញ្ចឹងវាទៅវាពុះចេះតែម្ដង